តម្លៃហាងឆេងមាសបានធ្លាក់ចុះរហូតដល់$110ជាងនៅក្នុងមួយអោនកាលពីម៉ោង5ទៀបភ្លឺព្រឹកថ្ងៃទី27ខែ1ឆ្នាំ2026នេះស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអាប់ដេតតម្លៃហាងឆេងមាសជូនបងប្អូនទាំងអស់គ្នានៅថ្ងៃទី27ខែ1ឆ្នាំ2026នេះនៅវេលាម៉ោង8:09ចាព្រឹកនេះណាអូខេដោយដែលខ្ញុំបានជំរាបបងប្អូនការវីដេអូម្សិលមិញថ្ងៃច័ន្ទណាបងប្អូនអាចទៅមើលបាននេះវីដេអូនេះដែលខ្ញុំបានជំរាបបងប្អូនថាតម្លៃហាងឆេងមាសពេលដែលបើកផ្សារថ្ងៃច័ន្ទគឺនឹងមានការហក់ឡើងរហូតទៅដល់$100ប៉ុន្តែជាក់ស្ដែងការពីម្សិលមិញហ្នឹងគឺមានការហក់ឡើងខ្លាំងមែនទែនរហូតទៅដល់ជាង$100នៅក្នុងមួយអោនណាបងប្អូនទាំងអស់គ្នាហើយក៏ខ្ញុំបានទីខមមិនបងប្អូនដែលគាត់បានធ្វើការទិញទៅលើមាសស្រស់ខាងក្រៅបើសិនជាបងប្អូនបានទិញនៅតម្លៃខ្ពស់នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យបងប្អូនអាចលក់ចេញម្សិលមិញឬក៏ថ្ងៃនេះបានណាបងប្អូនចាអញ្ចឹងការពីយប់បិទផ្សារសំទោសការពីបិទផ្សារម៉ោង5ទៀបភ្លឺព្រឹកថ្ងៃទី27នេះគឺតម្លៃហាងឆេងមាសគឺបានធ្លាក់ចុះច្រើនមែនទែនឡើងមកប៉ុណ្ណាចុះមកវិញប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនម្សិលមិញដែលបានលក់នៅតម្លៃខ្ពស់គឺបងប្អូនទទួលបានផលចំណេញហើយសម្រាប់បងប្អូនដែលគាត់មិនទាន់បានលក់អាចរងចាំលក់ក្នុងថ្ងៃនេះដូចខ្ញុំបានជំរាបអញ្ចឹងបើសិនជាបងប្អូនទិញចូលច្រើនបងប្អូនអាចលក់ចេញនៅក្នុងចន្លោះពី30ទៅ50%នៃអ្វីដែលបងប្អូនបានទិញចូលចាសម្រាប់បងប្អូនគាត់ទិញលក់មាសស្រស់អូខេម្សិលមិញតម្លៃហាងឆេងមាសបានឡើងរហូតដល់ជាង2%ប៉ុន្តែប្រាក់វិញបងប្អូនគឺឡើងរហូតដល់13-14%គឺច្រើនមែនតើមកប្រាក់គឺbreak new record ហ្មងព្រោះម្សិលមិញតម្លៃទាបវាគឺត្រឹមតែ$104ណាបងប្អូនប៉ុន្តែឡើងរហូតទៅដល់$118នៅក្នុងមួយអោនប្រាក់គឺសាហាវមែនតើហ្មងហើយក៏បានធ្លាក់ចុះដាំដូងចុះមកហ្មងគឺនៅខ្ទង់ល្បាក់មួយអោន$101ណាកាលពីម៉ោង5ទៀបភ្លឺព្រឹកមិញដែរបងប្អូនអូខេអញ្ចឹងនៅក្នុងថ្ងៃនេះតម្លៃហាងឆេងគឺម៉ោងវេលាម៉ោង9នេះគឺតម្លៃ1អោន$5066.67ហើយបើសិនជាយើងចែកជាតម្លឹងវិញមួយតម្លឹងស្មើនឹង$6104បងប្អូនហើយបើសិនជាយើងចែកជាជីគឺ1ជី$610ហើយបើសិនជាយើងចែកជាតម្លឹងវិញសំទោសបើសិនជាយើងគុណជាគីឡូវិញណាបងប្អូនអញ្ចឹង1គីឡូគឺស្មើនឹង$162,000ជាងនៅក្នុងថ្ងៃនេះណាអូខេអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានធ្វើការលក់មាសខ្លះនៅម្សិលមិញអញ្ចឹងបងប្អូនអាចពិចារណានៅក្នុងការលក់ថ្ងៃនេះបានដោយសារតែតាក់ទងជាមួយនឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលដែលគេនឹងត្រូវប្រកាសនៅថ្ងៃទី28ឈានចូលថ្ងៃទី29ហ្នឹងហើយអញ្ចឹងតាមការស្ទង់មតិតាក់ទងជាមួយនឹងអត្រាការប្រាក់ហ្នឹងគឺនៅរក្សាដដែលចាពីព្រោះថាកន្លងមកនេះគឺលុយដុល្លារកាន់តែហើមពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបើសិនជាធនាគារកណ្ដាលកាត់ទៅលើអត្រាការប្រាក់បន្ថែមទៀតនោះធ្វើឲ្យលុយហ្នឹងកាន់តែហើមខ្លាំងហើយបងប្អូនដូចដែលខ្ញុំបានជំរាបជូនម្សិលមិញមួយទៀតផងដែរបើសិនជាក្នុងមួយតម្លឹងឬក៏មួយអោនធ្លាក់ចុះ$100ឬក៏ទៅ$200គឺជាឱកាសដែលបងប្អូនបានទិញចូលហើយជាក់ស្ដែងបងប្អូនដែលគាត់បានទិញទៅលើតម្លៃហាងឆេងយប់មិញឬក៏ទៀបភ្លឺព្រឹកមិញហ្នឹងគឺគាត់ទទួលបានផលចំណេញដោយសារតែបើពេលបើកផ្សារគឺតម្លៃហាងឆេងមានការហក់ឡើងបងប្អូនទាំងអស់គ្នាអញ្ចឹងមកដល់ឥឡូវនេះគឺគាត់ទទួលបានផលចំណេញចន្លោះពី$20ទៅ$30ដែរបើសិនជាគាត់បានទិញអាតម្លៃ